បាទសូមគោរពជំរាបសួរពុទ្ធមេមគ្គជនគ្រប់រូបនៅទីនេះខ្ញុំលើកឡើងនៅរឿងរ៉ាវមួយក្នុងពុទ្ធសាសនានិយាយអំពីស្ត្រីម្នាក់ដែលមានចេតនាកម្មបូជាចំពោះពុទ្ធគុណហើយបានទៅកើតក្នុងឋានសួគ៌ហើយមានពណ៌សម្បុរនឹងល្អដំណើររឿងនេះមាននៅក្នុងគម្ពីរមង្គលសូត្របាននិទានឡើងថាកាលដែលព្រះសម្មាសម្ពុទ្ធទ្រង់បរិនិព្វានទៅហើយនៅក្នុងរាជរបស់ព្រះបាទអជាតសតុដែលទ្រង់មានសទ្ធាជ្រះថ្លារៀបចំចាត់ចែងធ្វើជាស្ដូបហើយតម្កល់ព្រះស្រីរកធាតុណាហើយមានស្ត្រីម្នាក់នៅក្នុងក្រុងរាជក្រឹសហ្នឹងហើយគាត់ជាឧបាសិកាផងមានចេតនាដើម្បីបូជានៅព្រះស្ដូបរបស់ព្រះសាស្តាណាហើយក៏បានកាន់យកនៅផ្កានៅនងព្រៃចំនួន4តងទន្ទឹមនឹងពេលដែលនាងនឹងដើរទៅជាអកុសលស្រាប់តែមានគោញីមួយហើយស្ទុះមុខវត្តគាត់ដោយស្នែងក៏ស្លាប់បាត់ទៅដោយចេតនាកម្មដែលមានសេចក្តីជ្រះថ្លាក្នុងពុទ្ធគុណក្នុងថោបារាមហ្នឹងនាងនឹងធ្វើមរណកាលទៅបានទៅកើតនៅក្នុងឋានតាវតੰហើយកើតនឹងកើតមានលក្ខណៈពិសេសទៀតណាគឺកើតនៅពេលដែលសកទេវរាជទ្រង់យាងទៅកសាលឧទ្យានហើយរថរបស់សកទេវរាជកំពុងតែបរចេញទៅនឹងស្រាប់តែកើតនៅក្នុងជំនុំកណ្ដាលបរិវារនឹងតែម្ដងគឺកើតទន្ទឹមពេលដែលសកទេវរាជនឹងទ្រង់យាងដោយរាជរថទៅកសាលឧទ្យានហើយមួយទៀតសម្បុររបស់នាងនឹងប្លែកជាងគេគឺពណ៌ដូចជាផ្កានៅនងព្រៃអញ្ចឹងក៏ប៉ុន្តែមិនមែនលឿងស្លែតបែបហ្នឹងណាគឺពណ៌មានលក្ខណៈជាមាសពោលគឺរំលេចគ្នាពាក់កណ្ដាលនៅនងព្រៃហើយនឹងពាក់កណ្ដាលមាសសកទេវរាជឃើញទិដ្ឋភាពបែបហ្នឹងក៏ត្រាស់សួរទៅថានាងដែលមានសម្ពុតក៏លឿងហើយតុងក៏លឿងទីកន្លែងអង្គុយអីហ្នឹងគ្រឿងត្រត្រង់អាសនៈអីហ្នឹងសុទ្ធតែលឿងទាំងអស់ហ្នឹងនៅជាមនុស្សហ្នឹងធ្វើកម្មអីគេហើយនាងនឹងក៏ឆ្លើយថ្វាយសកទេវរាជទៅថាខ្ញុំម្ចាស់កាលដែលនៅជាមនុស្សនឹងអត់បានធ្វើអីច្រើនទេគ្រាន់តែមានចេតនាបូជាចំពោះព្រះសិរីរិកធាតុដែលតម្កល់នៅក្នុងថោបារាមហើយបំណងនឹងមិនទាន់សម្រេចទេគ្រាន់តែកាន់ផ្កាទៅនឹងក៏ត្រូវគោនឹងវត្តស្លាប់កដាលផ្លូវទៅហើយខ្ញុំម្ចាស់បានធ្វើកម្មតិចតួចប៉ុណ្ណឹងសកទេវរាជដែលទ្រង់ទទួលសន្តាប់ហើយក៏មានភាពអស្ចារ្យអំពីបុណ្យដែលនាងនឹងធ្វើត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះស្រាប់តែបានមកកើតជាទេពធីតាហើយមានសម្បុរនឹងស្អាតនេះជាផលរបស់បុណ្យដែលចេតនាត្រឹមតែបូជាចំពោះព្រះសិរីរិកធាតុឬក៏ចំពោះស្ដូបដែលតម្កល់ព្រះសិរីរិកធាតុហ្នឹងក៏បានបុណ្យដ៏ប្រសើរដែរ